អ្នកទាំងអស់គ្នាការធ្វើការងារជាសប្បុរសការជួយសង្គ្រោះការធ្វើអំពើល្អដល់អ្នកម្នាក់ឬក៏ធ្វើអំពើល្អជាប្រយោជន៍ដល់ជនច្រើនគឺជាការងារនោះអត់បានលុយហើយអស់លុយទៀតក៏ដោយក៏អត់ងាយហត់ដែរអ្នកទាំងអស់គ្នាហើយបើស្ទាបធៀបជាមួយនឹងការដើរកំសាន្តការសប្បាយច្រៀងរាំអីណាការដើរកំសាន្តឬក៏ច្រៀងរាំអីអញ្ចឹងគឺសប្បាយតែមួយផ្លេតគណៈពេលដែលយើងទៅកំសាន្តហ្នឹងទេប៉ុន្តែចំពោះអំពើល្អដែលយើងបានធ្វើជាប្រយោជន៍ដល់អ្នកដទៃឬក៏ធ្វើជាប្រយោជន៍ដល់ជនផ្សេងនោះគឺថាទោះបីជាយើងខ្ជិលយើងហត់អីក៏នោះជាកម្លាំងចិត្តមួយគឺអត់ហត់ទេគឺថាយើងពេញចិត្តនឹងធ្វើទោះបីជាកម្លាំងកាយយើងអត់ទៅមានប៉ុន្តែកម្លាំងចិត្តយើងច្រើនអញ្ចឹងទៅយើងឈឺអីតិចតួចក៏អាចមានកម្លាំងចិត្តអាចធ្វើបានដែរព្រោះយើងពេញចិត្តសប្បាយចិត្តនឹងការធ្វើអញ្ចឹងណាហើយឲ្យទៅពេលយើងនឹកឃើញអំពើល្អដែលយើងបានធ្វើហ្នឹងនឹកឃើញពេលណាគឺថាសប្បាយចិត្តចូលចិត្តគឺថាធ្វើអត់ធុញទ្រាន់ហើយក៏អត់មានទោសដែរតែចំពោះបើសិនជាកម្លាំងចិត្តខាងអាក្រក់ក៏វាខ្លាំងដែរដូចយើងខឹងខ្លាំងស្អប់ខ្លាំងចងគំនុំខ្លាំងចំពោះអ្នកដទៃអីចឹងវាអាចយើងមានកម្លាំងខ្លាំងដែរកម្លាំងចិត្តទៅខាងអំពើអាក្រក់ប៉ុន្តែវាកុំយកអាហ្នឹងហ្នឹងអត់ល្អទៅសម្រាប់មនុស្សដែលជួយចិត្តធ្វើល្អជួយចិត្តជួយអ្នកដទៃហ្នឹងក៏គាត់អត់មានអីសុបាយចិត្តជាងថាបានជួយអ្នកដទៃឬក៏បានធ្វើអំពើល្អអីហ្នឹងគឺអត់មានអីសុបាយជាងហ្នឹងឯងបើចំពោះការកំសាន្តផ្សេងដូចយើងទៅកំសាន្តណាក៏ដោយដែរទៅការកំសាន្តអីផ្សេងនោះគឺវាសុបាយនៅខណៈពេលដែលយើងទៅកំសាន្តហ្នឹងទៅប៉ុណ្្នឹងទេប៉ុន្តែចំពោះដែលយើងបានជួយអ្នកដទៃឬក៏បានធ្វើអំពើល្អផ្សេងហ្នឹងគឺថាយើងនឹកឃើញម្ដងសប្បាយចិត្តម្ដងនឹកឃើញម្ដងសប្បាយចិត្តម្ដងព្រោះយើងចង់ធ្វើវាជារឿយអញ្ចឹងណាសម្រាប់អ្នកដែលចូលចិត្តធ្វើចូលចិត្តជួយអ្នកដទៃឧទាហរណ៍មួយដូចជាម៉ែខ្ញុំគាត់ឈឺគាត់ខ្សោយគាត់ស្គមអស់កម្លាំងលះលហើយអញ្ចឹងគាត់ដល់ពេលហ្នឹងគាត់ឈឺយូរហើយដល់ពេលតែគាត់គាត់ដល់ពេលដល់ថ្ងៃប្រគិនចង្ហាន់ព្រះសង្ឃនិមន្តព្រះសង្ឃមកគេចង្ហាន់ទៅក៏ថ្ងៃហ្នឹងគឺគាត់ទៅជាឡើងវិញមួយថ្ងៃអញ្ចឹងគឺគាត់មានកម្លាំងធ្វើនេះធ្វើនោះមួយថ្ងៃវោះល្ងាចហើយទឹកមុខគាត់ក៏ស្រស់ស្រាយទៀតបើថ្ងៃណាដែលថាអត់បានហើយផ្សេងធម្មតាអញ្ចឹងគឺមុខគាត់ពងឲ្យឈឺទៅក៏គាត់មុខគាត់ក្រៀមក្រំស្ងោតស្ងាត់ប៉ុន្តែនៅពេលដែលថ្ងៃណាដែលគាត់បានធ្វើអំពើល្អថ្ងៃហ្នឹងថ្ងៃបុណ្យដែលថានិមន្តលោកទៅទួលចង្ហាន់អីចឹងគាត់ក៏មុខគាត់ក៏ស្រស់ស្រាយរីករាយភ្លឺថ្លាមកវិញអញ្ចឹងក៏ភ្លេចឈឺអស់មួយថ្ងៃហ្នឹងទៅហើយគាត់ក៏ធ្វើនេះធ្វើនោះរហូតធ្វើមួយថ្ងៃហ្នឹងឃើញបានសារៈទេមួយថ្ងៃពេញពីព្រឹកដល់ល្ងាចដល់ចិត្តល្ងាចគឺគាត់ឈឺទេប៉ុន្តែមួយថ្ងៃហ្នឹងគឺភ្លេចឈឺមួយថ្ងៃហ្នឹងឡើយរវល់ធ្វើបុណ្យអញ្ចឹងភ្លេចឈឺហ្នឹងហើយជាកម្លាំងចិត្តមួយនៃការធ្វើល្អព្រោះអំពើល្អគឺធ្វើបានសេចក្តីសុខសប្បាយចិត្តហើយគឺអត់មានទោសទៅពេលក្រោយទេតែបើយើងធ្វើអំពើអាក្រក់គេអត់មានអ្នកដឹងថាយើងធ្វើអាក្រក់ក៏ដោយតែក៏យើងក្តៅកាហាយស្ដាយក្រោយខ្លួនឯងគឺសៅមងចិត្តខ្លួនឯងអញ្ចឹងតែបើយើងធ្វើអំពើល្អវិញធ្វើយើងកាន់តែចូលចិត្តធ្វើរឿយអញ្ចឹងទៅយើងគឺធ្វើអំពើអាក្រក់អត់ចេញទេយើងពេលយើងគិតតែចង់ធ្វើល្អអញ្ចឹងប៉ុន្តែយើងមិនថាធ្វើល្អបាន100%ទេប៉ុន្តែយើងមានចំណូលចិត្តទៅខាងជួយអ្នកដទៃឬក៏ធ្វើល្អច្រើនជាងអញ្ចឹងធ្វើជាបុណ្យកុសលច្រើនជាងអញ្ចឹងតែអំពើអាក្រក់មិនថាអត់មានសោះឯគឺមានតែយើងមានស្មារតីដឹងមកវិញអញ្ចឹងហ្នឹងហើយចង់សរុបសេចក្តីមកគឺអ្នកដែលចូលចិត្តធ្វើអំពើល្អគឺធ្វើច្រើនយ៉ាងណាក៏អត់ងាយហត់ដែរទោះបីជាហត់តែកាយហត់តែកម្លាំងកាយតែកម្លាំងចិត្តគឺអត់ហត់ទេទោះបីហត់កាយប៉ុន្តែសប្បាយចិត្តទៅ
គឺមិនងាយហត់នឿយទេព្រោះមានកម្លាំងចិត្តនៃការធ្វើអំពើល្អហ្នឹងខ្លាំង